Nớ bực mối bồ bình đòi bừng lưថ្ងៃល្អដំរីតូចបានដើរលេងយ៉ាងសប្បាយរីករាយក្បែរនោះមានសត្វទន្សាយតូចក៏លោតចេញពីរូងរបស់គាត់ផងដែរថ្ងៃនេះពួកគេត្រៀមខ្លួនទៅរករបស់ដែលពួកគេចូលចិត្តបំផុតនៅជិតទឹកស្ទឹងទូចមួយដំរីតូចនិងទន្សាយទូចមកដល់នៅពេលតែមួយភ្លាមគេបានឃើញថាមានថ្មពណ៌ខៀវភ្លឺចាំងស្អាតបំផុតស្រោចស្រង់នៅក្បែរទឹកតាំងពីលើកដៃទៅយកក្នុងពេលតែមួយហើយនិយាយថានេះជារបស់ខ្ញុំក៏ឃើញវាដែរហើយពួកគេចាប់ទាញយករៀងខ្លួនពេលទាញចុះទាញឡើងពួកគេទាំងពីរធ្លាក់ចូលទឹកហើយតម្រីតូចបានព្រោះទឹកចេញពីប្រមោរបស់វាដាក់ទន្សាយតូចពួកគេសើចលេងយ៉ាងសប្បាយក្រោយពេលសាច់រួចដំរីតូចដាក់ថ្មពណ៌ខៀវឲ្យទន្សាយតូចពេលនោះទន្សាយតូចនិយាយថាតើអ្នកមិនចង់យកវាទេនៅល្ងាចព្រះអាទិត្យលិចក្រោមមេឃពណ៌ទឹកក្រូចស្រស់ដំរីតូចនិងទន្សាយតូចអង្គុយលើភ្នំបង្ហាញរបើកដែលពួកគេរកបានគឺមានពេជ្រភ្លឺនិងការ៉ុតជាច្រើនទន្សាយនិយាយថាយើងជាគូដ៏ល្អមែនដំរីថាបាទយើងបានរៀនថាការចែករំលែកធ្វើឲ្យមានសេចក្តីរីករាយជាងមុន